Welcome to Mr. Lean Remix. ក្មេងមកពីស្រុកម៉ូរស័យម៉ៃគាត់អ្នកលក់បាយគាត់ថាលោយ៉ាដែលមានកូនជាកវីជាក្មេងចេញពីជនបទចែកបលណាគាត់ដល់ពីថ្នាក់ទី8មុខគ្រុនដូចស្បែកគីគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពេលតែកំណើរត់ចោលមកកថាដើរកើតមកកំណើកើតលើដោយថ្មីអងដើរពី1ម៉ែត្រទៅ1គីឡូម៉ែត្រឆ្លងបានពីខែជួបបំលុំពេញថ្មីខ្ញុំតែមកផែដូចគេឲ្យហែកភ្លេងលោកខែចេញដល់ពីនៃក្មេងខ្ចីតាំងពីដូចប្រែខំដូចរងកែតដូចសាយដូវ៉ាតែមិនដោអូនស្រីបងគេមិនដោអូនទេទុកចិត្តបងចាំបងបណ្ដៃងាររេបងគេមិនមានចិត្តស្មោះបងជាកងឡោះគឺមិនដោអូនទេអត់ស្អកមិនហៅថាបងខែអត់អែមិនហៅថាបងយោរបងកំពុងតែអាប់រែងឲ្យស្អប់ពាន់ណានិយាយពីក្រៅខ្នងហៅបងឬបងណាប្រកាន់ហៅបងឬអាតប្រកាន់តែអញសុំចាច់មើលតែញ៉ាំបានដឹកមិនឲ្យកុំចាំបាយស្មៅយកចាក់ធ្វើខ្លាចមានគួរឲ្យស្រឡាញ់ទេកុំគួយឲ្យពោះជាងឈរបាបងអត់ចេះរកនឹងពីរបស់ខ្ញុំ Welcome to Mr. Lean Remix. ជាក្មេងមកពីស្រុកម៉ូរស័យម៉ៃគាត់អ្នកលក់បាយគាត់ថាលោយ៉ាដែលមានកូនជាកវីជាក្មេងចេញពីជនបទចែកបលណាគាត់ដល់ពីថ្នាក់ទី8មុខគ្រុនដូចស្បែកគីគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពេលតែកំណើរត់ចោលមកកថាដើរកើតមកកំណើកើតលើដោយថ្មីអងដើរពី1ម៉ែត្រទៅ1គីឡូម៉ែត្រឆ្លងបានពីខែជួបបំលុំពេញថ្មីខ្ញុំតែមកផែដូចគេឲ្យហែកភ្លេងលោកខែចេញដល់ពីនៃក្មេងខ្ចីតាំងពីដូចប្រែខំដូចរងកែតដូចសាយដូវ៉ាតែមិនដោអូនស្រីបងគេមិនដោអូនទេទុកចិត្តបងចាំបងបណ្ដៃងាររេបងគេមិនមានចិត្តស្មោះបងជាកងឡោះគឺមិនដោអូនទេអត់ស្អកមិនហៅថាបងខែអត់អែមិនហៅថាបងយោរបងកំពុងតែអាប់រែងឲ្យស្អប់ពាន់ណានិយាយពីក្រៅខ្នងហៅបងឬបងណាប្រកាន់ហៅបងឬអាតប្រកាន់តែអញសុំចាច់មើលតែញ៉ាំបានដឹកមិនឲ្យកុំចាំបាយស្មៅយកចាក់ធ្វើខ្លាចមានគួរឲ្យស្រឡាញ់ទេកុំគួយឲ្យពោះជាងឈរបាបងអត់ចេះរកនឹងពីរបស់ខ្ញុំ